រៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ផាតពីនៃ vlog របស់ខ្ញុំចាបន្ទាប់ពីខ្ញុំមកដល់អូតែល check in check out រួចហើយរៀបចំខ្លួនក៏មកដល់លេងនៅប្រាសាទតាព្រំអញ្ចឹងណាអ្នកគ្នាពួកយើងចង់ waste time ទេយើងទៅដល់ហ្នឹងខ្ទង់ថ្ងៃត្រង់ហើយញ៉ាំបាយញ៉ាំអីហើយ check in ហើយក៏យើងធ្វើខ្លួនមកថតរូបថតអីនៅប្រាសាទអញ្ចឹងណាចាហើយខ្ញុំទៅសិមរៀបពីយប់3ថ្ងៃនេះក៏ចង់ shout out ទៅអរគុណដល់ខាងបងក្រុមថតខាង Grapher Studio នៅទាំងអស់គ្នាអ្នកគ្នាអាច check មើល page ខ្ញុំបានណារូបភាពចេញមកស្អាតភ្លឹងហ្មងអរគុណដល់បងខ្លាំងមែនទែនដែលយកចិត្តទុកដាក់ដល់ការថតរូបឲ្យស្អាតចឹងណានិយាយទៅរយៈពេលដែលយើងទៅប្រាសាទតាព្រំហ្នឹងយើងមានពេលខោចដែរអញ្ចឹងណាគ្រាអញ្ចឹងបានទៅដល់ហ្នឹងសវត្ថនាំគ្នាចាប់ប្លង់ចាប់អីថតរូបមើលហ្មងអញ្ចឹងព្រោះយើងចង់ទៅបានច្រើនកន្លែងអញ្ចឹងណានេះសម្រាប់ខ្ញុំចាប់គ្រប់ប្លង់អស់ហើយអរគុណដល់បងម្ដងហើយម្ដងទៀតទៅរូបចេញមកស្អាតដល់អ្នកគ្នាហើយសម្រាប់ប្រាសាទដល់ពេលយើងទៅឃើញផ្ទាល់ភ្នែកអញ្ចឹងមិនដឹងថាវាអស្ចារ្យប៉ុណ្ណាអញ្ចឹងនិយាយទៅខ្ញុំគយគុណនឹងអតិថិភាពនឹងផងយើងមើលព្រៃព្រឹក្សានិយាយទៅយើងអត់ដែល feel អញ្ចឹងយើងនៅតែទីក្រុងនៅតែខេត្តដែលអត់មានប្រាសាទអត់មានអីចឹងដល់ពេលយើងទៅដល់ទឹកដីហ្នឹងមានអារម្មណ៍ថាកក់ក្ដៅអញ្ចឹងណានិយាយទៅដូចក្នុងរូបគំនូរអញ្ចឹងអូធ្លាក់លុកហើយសម្រាប់វីដេអូមួយនេះខ្ញុំមកចង់ voice over ច្រើននេះអ្នកគ្នាខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នានឹងសប្បាយមើលទេសភាពដែលខ្ញុំបានថតឲ្យអ្នកគ្នាមើលអញ្ចឹងមានដើមឈើធំមានប្រាសាទមានថ្មអីធំមើលទៅវាតិចអារម្មណ៍អញ្ចឹងណានិយាយទៅសម្រាប់ការចំណាយពេលជិះឡាន 5-6 ម៉ោងពីម្ពិញទៅដល់សៀមរាបអាការៈពលឡានជិះក្បាលវិលមុខទាំងប្រមាណខនឈានជើងដល់មកឃើញប្រាសាទឃើញទេសភាពឃើញដើមឈើធំហ្នឹងខ្ញុំមិនលេចបាត់ឲ្យអ្នកគ្នាអត់មានវិលមុខអីទេយើងឃើញនឹងដូចថាក្នុងរឿងនីតិអញ្ចឹងដូចគំនូអញ្ចឹងអ្នកគ្នាយើងធ្លាប់ឃើញតាមទូរស័ព្ទដល់ពេលយើងទៅដល់ឃើញផ្ទាល់អញ្ចឹងយើង feel not real ហ្មងណានិយាយទៅយើងងាកជ្រុងណាក៏ឃើញតែប្រាសាទឃើញដើមឈើធំអញ្ចឹងយើង feel release ហ្មងអា stress ទាំងប្រមាណហ្នឹងអត់ទេអ្នកគ្នាចូលទៅដល់ហ្នឹងគឺបាត់អស់ហ្មងហើយយើងថតរូបថតអីអញ្ចឹងហើយអរគុណដល់បងដែលគាត់ព្យាយាម take care យើងដើម្បីសម្រាប់យករូបភាពអីទៀតអញ្ចឹងនិយាយទៅឃើញខ្លួនឯងស្អាតជាមួយនឹងទេសភាពស្អាតអីអញ្ចឹងបាត់អស់ទុកកង្វល់បណ្ដោយហើយឥឡូវនេះខ្ញុំបានថតរូបថតវីដេអូអីហើយឲ្យអ្នកគ្នាចាប់សពគ្រប់ហើយនៅប្រាសាទតាព្រំហ្នឹងអញ្ចឹងយើងក៏ដល់ម៉ោងដើរទៅវិញព្រោះវាល្ងាចជ្រេដែរអញ្ចឹងណាហ្នឹងហើយអ្នកទាំងអស់គ្នាខ្ញុំបានចេញពីប្រាសាទតាព្រំហើយនៅមុខប្រាសាទតាព្រំហ្នឹងក៏គាត់មានរួចជាលក្ខណៈសេរីគេអាចជំនួសអីអាចទៅបានណានិយាយទៅស្អាតហ្មងអាចទិញយកទៅទុកជូនពួកម៉ាក់សង្សារមិត្តភក្តិអ្នកស្រឡាញ់គេម្នាក់ឯងទិញពីអ្នកទៅហើយគេស្រឡាញ់វិញហ្មងអញ្ចឹងវាធំទៅណាគឺស្អាតខ្លាំងហ្មងមានសេរីមានមួកមានទៅរបស់គេហៅថាអនុស្សាវរីយ៍អីអញ្ចឹងអ្នកអាចមើលបានអាចទិញបាននៅមុខប្រាសាទតាព្រំហ្នឹងហ្មងណាចាអញ្ចឹងការដើរលេងថតរូបនៅប្រាសាទថ្ងៃទី1បានបញ្ចប់ហើយអ្នកគ្នាប៉ុន្តែមិនមែនបានន័យថាចប់ថ្ងៃហ្នឹងទេណាចានៅស្អែកតទៀតសម្រាប់យប់នេះយើងមានកន្លែងថ្មីដែលត្រូវទៅទៀតអញ្ចឹងចាំតាមដានមើលវីដេអូតបទៀតណាបងអូនកុំភ្លេចជួយ like និង follow page របស់ខ្ញុំផងព្រោះនៅច្រើនវីដេអូទៀតណាអ្នកគ្នាខ្ញុំទៅច្រើនកន្លែងអញ្ចឹងណាយូរបានដើរលេងម្ដងដើរអស់អញ្ចឹងណាអ្នកគ្នាមានអារម្មណ៍មិនដែរពេលបានមកដើរលេងសៀមរាបជោគជ័យអញ្ចឹងណានិយាយមែនផ្លែនចង់1លាន80ដងដែរជោគជ័យដូចខ្ញុំរំខានជោគជ័យសាហាវសប្បាយស្អាតដល់លេងអូសប្បាយទៀតបានខែចាទៀតបានខែតាំង4ខែជោគជ័យ4ចា4តែទៅដល់វិញចង់និយាយថាមានលុយចាអស់ហើយ5ខែអេឈប់សុំប្រពើបាទមួយម៉ាត់មកបាទបាទចាប់ហើយ